ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីធ្វើសំបកគៀវដែលសំបកគៀវនេះគឺងាយស្រួលធ្វើទេហើយគ្រឿងផ្សំត្រឹមតែប៉ុន្មានមុខប៉ុណ្ណោះហើយក៏ងាយស្រួលរកផងដែរដល់ហើយឥឡូវហ្នឹងគឺយើងចូលមកមើលពីវិធីធ្វើទាំងអស់គ្នាជាដំបូងហ្នឹងគឺខ្ញុំដាក់ម្សៅមីលាយជាមួយនឹងអំបិលហើយម្សៅមីនេះគឺខ្ញុំប្រើចំនួន200ក្រាមលាយជាមួយនឹងអំបិល1/4លាបព្រាកាហ្វេបន្ទាប់មកដាក់ពងមាន់2គ្រាប់ចូលលាយច្របល់ចូលគ្នាឲ្យសព្វចំពោះពងមាន់នេះគឺខ្ញុំប្រើពងមាន់គ្រាប់តូចទេដែលទម្ងន់របស់វាហ្នឹងគឺ1គ្រាប់ប្រហែលជា50ក្រាមដែល2គ្រាប់នេះគឺមានទម្ងន់100ក្រាមហើយចំពោះការលាយម្សៅធ្វើសំបកគីឡូហ្នឹងគឺខ្ញុំប្រើពងមាន់ហ្នឹង50%នៃទម្ងន់របស់ម្សៅឧទាហរណ៍ដូចជាពងមាន់1គ្រាប់មានទម្ងន់60ក្រាមគឺខ្ញុំដាក់ម្សៅចំនួន120ក្រាមហើយប្រសិនបើពងមាន់ហ្នឹងមានទម្ងន់70ក្រាមគឺយើងត្រូវប្រើម្សៅហ្នឹងចំនួន140ក្រាមហើយចំពោះម្សៅដែលយើងច្របល់ចូលគ្នារួចហើយហ្នឹងគឺយើងត្រូវច្របាច់ម្សៅហ្នឹងរហូតដល់តែចូលគ្នាបានសព្វល្អអត់មានម្សៅម៉ត់ដែលនៅសល់និងបន្ទាប់ពីច្របាច់ម្សៅរួចហើយគឺយើងត្រូវគ្របម្សៅទុករយៈពេលកន្លះម៉ោងទៅ1ម៉ោងនៅពេលដែលគ្របម្សៅទុករួចហើយគឺយើងយកម្សៅហ្នឹងមកច្របាច់ម្ដងទៀតហើយការច្របាច់លើកនេះគឺយើងត្រូវច្របាច់រហូតដល់តែសាច់ម្សៅហ្នឹងតឹងណែនល្អហើយរលោងនៅពេលដែលច្របាច់ម្សៅបានតឹងណែនល្អហើយគឺយើងយកម្សៅហ្នឹងមកកាត់ជាដុំតូចៗហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញពីវិធីកិនម្សៅពីរបែបដោយមួយបែបហ្នឹងគឺយើងកាត់ជាដុំតូចៗរួចហើយកិនឲ្យស្ដើងហើយមួយបែបទៀតហ្នឹងគឺយើងយកទៅកិនឲ្យស្ដើងហើយទើបកាត់វាជាបន្ទះតូចៗហើយម្សៅនេះគឺខ្ញុំកាត់វាជាពីរដោយម្សៅមួយដុំហ្នឹងគឺខ្ញុំយកទៅខ្ចប់ទុកសិនដើម្បីកុំឲ្យម្សៅស្ងួតហើយម្សៅមួយដុំទៀតហ្នឹងគឺខ្ញុំនឹងលុញវាជារាងវែងហើយកាត់វាជាដុំតូចៗនៅពេលដែលកាត់ម្សៅរួចហើយគឺយើងបត់ម្សៅជារាងមូលដើម្បីឲ្យសំបកគៀវដែលយើងកិនហើយហ្នឹងគឺវាមានរាងមូលស្អាតហើយចំពោះម្សៅដែលបត់រួចហ្នឹងគឺយើងត្រូវយកកំណាត់មកគ្របឬក៏យកទៅដាក់ក្នុងប្រអប់ដើម្បីកុំឲ្យម្សៅស្ងួតយើងយកម្សៅមួយដុំតូចហ្នឹងមកសង្កត់និងកិនរហូតដល់តែម្សៅហ្នឹងសំប៉ែតហើយស្ដើងនៅពេលដែលកិនហ្នឹងប្រសិនបើម្សៅរាងស្អិតគឺយើងអាចយកម្សៅម៉ត់ហ្នឹងមកលាបពីលើបានហើយម្សៅម៉ត់ដែលយកមកលាបហ្នឹងគឺយើងប្រើម្សៅពោតនេះគឺជាសំបកគៀវបន្ទាប់ពីកិនហើយអ្នកទាំងអស់គ្នាអាចកិនវាស្ដើងប៉ុណ្ណឹងឬក៏កិនឲ្យស្ដើងជាងហ្នឹងក៏បានដែរគឺតាមដែលចង់បានហើយចំពោះម្សៅពោតដែលយកមកលាបនេះអ្នកទាំងអស់គ្នាអាចប្រើជាម្សៅឆាជំនួសក៏បានដែរនៅពេលដែលកិនម្សៅនេះរួចរាល់អស់ហើយឥឡូវហ្នឹងគឺខ្ញុំយកម្សៅមួយដុំទៀតដែលបានខ្ចប់ទុកហ្នឹងយកមកកាត់ជាដុំតូចៗល្មមរួចហើយខ្ញុំយកទៅដាក់កិននៅក្នុងឧបករណ៍សម្រាប់កិនម្សៅហើយបើបងប្អូនអត់មានឧបករណ៍សម្រាប់កិនម្សៅទេគឺម្សៅអំបញ្ញមិញហ្នឹងគឺមិនបាច់កាត់វាឲ្យតូចទេគឺយើងត្រូវបត់វាជារាងមូលរួចហើយកិនរហូតដល់តែម្សៅនេះបានស្ដើងបន្ទាប់មកទើបកាត់វាជាបន្ទះតូចៗនៅពេលដែលកិនម្សៅបានស្ដើងហើយគឺយើងយកម្សៅហ្នឹងមកដាក់ត្រួតពីលើគ្នារួចហើយយកកាំបិតហ្នឹងមកកាត់តម្រឹមដើម្បីឲ្យម្សៅហ្នឹងស្មើគ្នាម្សៅដែលយើងបានកាត់តម្រឹមរួចហ្នឹងគឺយើងយកមកកាត់វាជាបន្ទះតូចៗហើយចំពោះទំហំរបស់វាហ្នឹងគឺមានទំហំប្រហែលជា7ទៅ8សង់ទីម៉ែត្រឥឡូវហ្នឹងសំបកគៀវរបស់យើងបានធ្វើរួចហើយគឺឃើញថាសំបកគៀវហ្នឹងគឺវាអត់ខុសគ្នាអីពីសំបកគៀវដែលយើងទិញពីផ្សារប៉ុន្មានទេហើយសំបកគៀវហ្នឹងគឺយើងអាចយកទៅធ្វើជាគៀវចៀនចំហុយឬក៏ធ្វើជាស៊ុបគៀវក៏បានដែរគឺមានរសជាតិឈ្ងុយឆ្ងាញ់ហើយរបៀបនៃការធ្វើសំបកគៀវហ្នឹងគឺបានរួចរាល់ប្រសិនបើមានកំហុសឆ្គងត្រង់កន្លែងណាសូមអធិស្ឋានសូមអរគុណ